ហើយកុំបោះបង់វត្តប្រាសាទនាងខ្មៅត្រូវតែគង់នៅប្រាសាទនាងខ្មៅរៀនធម្មតាការឧបត្ថម្ភនៅមានធម្មតាហើយការគង់នៅអាស្រ័យតេតោគឺនៅធម្មតាប្រហែលតែខ្ញុំកណាជាឧបាសកលោកគ្រូភិនវិធីជាបច្ចាធិការតែជាអាណាព្យាបាលមានន័យថាខ្ញុំកណានៅតែជាអាណាព្យាបាលតែក្នុងផ្នែកជាប្រសពប៉ុណ្ណឹងឯងហើយរឿងរ៉ាវមួយចំនួនទៀតត្រូវដោះស្រាយចំពោះមុខនៅក្នុងវត្តយើងគឺដូចជាការបំពោះផលបុត្រនៅថ្ងៃខាងមុខក៏មិនត្រូវបោះបង់ចោលដែរគឺនៅតែធ្វើទៅដែរហើយអ្វីដែលខ្ញុំកណាចាប់ផ្ដើមមានន័យថាវត្តនេះខ្ញុំកណាចាប់ផ្ដើមប្រមូលគ្នាដើម្បីជួយហើយចឹងទៅសមិទ្ធផលក៏ដូចជាធនធានមនុស្សមានន័យថានៅសម្បូរបែបអញ្ចឹងមិនបោះបង់ចោលទេហើយក៏ព្រះអង្គនៅតែខំបន្តទៀតហើយថ្ងៃនេះខ្ញុំកណាសូមថ្វាយបង្គំគ្រប់អង្គណាដែលព្រះអង្គធ្លាប់ថ្វាយបង្គំខ្ញុំកណារយៈពេលគង់រស់នៅទីនេះចឹងថ្ងៃនេះសូមអនុញ្ញាតថ្វាយបង្គំក្នុងនាមជាប្រសពថ្វាយបង្គំព្រះសង្ឃទាំងទុកបំផុតយ៉ាងណាដែលគ្រូធ្លាប់ប្រើពាក្យមិនតបស្ដីថាសម្លុតឬក៏អរិយាបថមួយណាដែលនៅជាប្រសង្ឃនឹងព្រោះគាត់មិនមានបំណងស្អប់ឬក៏មានបំណងចង់វាយឬក៏ចង់ស្ដីអីទេបំណងតែមួយគឺដើម្បីចង់ឲ្យកូនសិស្សគ្រប់អង្គល្អតែប៉ុណ្ណោះណាអញ្ចឹងសូមអធិស្ឋានអភ័យទោសហើយចាប់ពីថ្ងៃនេះតទៅគឺខ្ញុំកណាជាឧបាសកចង់ហៅថាមិនក៏បានដែរហៅបងក៏បានហៅពូក៏បានហៅលោកគ្រូក៏បានហៅអីក៏បានតាមអធិស្ឋានរបស់ព្រះអង្គគ្រប់អង្គខ្ញុំកណាសូមអនុញ្ញាតថ្វាយបង្គំគ្រប់អង្គដោយសេចក្តីគោរពនៅក្នុងព្រះសង្ឃរតនៈទោះបីជាកូនសិស្សធ្លាប់ថ្វាយបង្គំគ្រូប៉ុន្តែពេលនេះគ្រូត្រូវថ្វាយបង្គំកូនសិស្សវិញគ្រប់អង្គ